Ơi, khờ mồi à, tha côn minh tầng bay nè tới bị sạt, nơi miên côn kê trong phùm nó, sạt chieng côn minh tiết. មានស្អាតជាងកូនមីងទៀតហ៎បើអញ្ចឹងខ្ញុំទៅរកមើលសិនហើយ ប្រហែលជាមេអំបៅមករកផ្កាឲ្យមើលទៅតែចម្លែកដល់ហើយផ្កាច្រើនចឹងនឹងមិនក៏មានមេអំបៅតែមួយអញ្ចឹង ខ្ញុំគិតតែចង់បានកូនពៅរបស់នាមីងព្រោះនាងមើលទៅស្អាតជាងគេ មីងប្រាប់ក្មួយទៅចុះក្មួយឃើញកូនមីងស្អាតអញ្ចឹងណាក្មួយក៏ពេញចិត្តចង់បានតែនៅមានមនុស្សស្រីដែលស្អាតជាងនឹងទៀត រឿងមនុស្សស្រីដែលស្អាតជាងគេកាលដែលយើងស្វែងរកមនុស្សណាម្នាក់ឲ្យស័ក្តិសមនិងជាគូជីវិតគឺជារឿងសំខាន់ខ្លាំងណាស់ក្នុងឆាកជីវិត ខ្ញុំមានកូនប្រុសតែមួយឲ្យគេយកប្រពន្ធគេថាមិនដឹងជាយកអ្នកណាគេទេចាប់នោះចាប់កូនលីហួរមកជួបម៉ែបន្តិចមើលម៉ែមានរឿងចង់សួរកូនបន្តិចសំងំនៅតែលើផ្ទះតែម្ដងហើយកូននេះ បាទម៉ែហៅខ្ញុំមានការអីម៉ែ កូនគេអាយុប្រហែលកូនដែរគេមានគូសកលអស់ហើយនៅឡើយតែកូនល្មមដល់ពេលរកគូហើយណា ម៉ែអើយម៉ែកូនក៏ចង់បានដែរតែមិនដឹងជាជ្រើសរើសយកម្នាក់ណាទេ មើលតែកូនដូចជាមានជំរឿសច្រើនដល់ហើយមូលហេតុដែលកូនអត់មានអ្នកណាម្នាក់នៅក្នុងចិត្តមកពីកូនមិនទាន់យល់នៅរឿងមួយ រឿងអីទៅម៉ែសូមម៉ែនិយាយប្រាប់ខ្ញុំមកចុះ មានរឿងខ្លះម៉ែអាចប្រាប់បានតែក៏មានរឿងខ្លះទាល់តែបានជួបផ្ទាល់ទើបកូនបានយល់ច្បាស់ជាង ចុះម៉ែឲ្យកូនធ្វើយ៉ាងម៉េចទៅទើបអាចយល់នៅរឿងមួយនោះបាន តើកូនមានដឹងឬអត់ថាហេតុអីបានជាលោកបងធីមិនទាន់មានប្រពន្ធដែរទេ រឿងហ្នឹងកូនក៏មិនដឹងដែរចុះគាត់យ៉ាងម៉េចដែរ ថ្ងៃស្អែកកូនទៅសួរគាត់ទៅនឹងដឹងហើយ លីហួរគេកំពុងតែឆ្ងល់អំពីរឿងដែលពូធីមិនមានប្រពន្ធរហូតមកដល់សពថ្ងៃពូលីគាត់នៅទំនេរមិនទាន់មានប្រពន្ធមកជាយូរហើយរហូតមកដល់ពេលនេះគាត់ក៏ចាស់ណាស់ទៅហើយដែរពេលដែលចាស់បែបនេះទើបដឹងថាមិនស្រួលនោះទេមិត្តភ័ក្តិរបស់ខ្ញុំគេមានកូនរហូតដល់បានការអស់ទៅហើយជំរាបសួរលោកពូហើយទៅណាដែរក្មួយលីហួរបាទលោកពូខ្ញុំមានរឿងចង់សួរលោកពូមួយតែសូមលោកពូកុំប្រកាន់អីណាមិនអីទេសួរមកចុះលោកពូក៏មានអាយុច្រើនណាស់ទៅហើយដែរតែខ្ញុំឆ្ងល់ថាហេតុអីបានជាលោកពូមិនព្រមយកប្រពន្ធ នេះគឺពិតជាសំណួរមួយដែលគួរឲ្យចាប់អារម្មណ៍ណាស់ក្មួយក៏ប៉ុន្តែហេតុអីបានជាក្មួយក៏មិនទាន់រៀបការដែរតើក្មួយអាយុប្រមាណហើយឆ្នាំនេះបាទលោកពូឆ្នាំនេះខ្ញុំមានអាយុ25ឆ្នាំហើយរួចចុះលោកពូវិញនោះណែពូមានអាយុជាង50ឆ្នាំទៅហើយមើលទៅក្មួយមានលុយមានការងារធ្វើនិងមានរូបរាងសង្ហាទៀតលោកពូអាចប្រាប់ពីរឿងរបស់លោកពូដែលមិនព្រមយកប្រពន្ធប្រាប់ខ្ញុំបានដែរទេបើក្មួយចង់ដឹងលុះត្រាតែក្មួយដើររកមនុស្សស្រីដែលស្អាតជាងគេនៅក្នុងភូមិនេះយកមកប្រាប់ពូសិនមកតើលោកពូឲ្យខ្ញុំរកនារីដែលស្អាតជាងគេយកមកធ្វើអីលោកពូប្រាប់ខ្ញុំតាមត្រង់មករកឲ្យបានសិនមកចាំពូប្រាប់ឯងណាហើយពូនៅចាំនៅទីនេះពេលដែលក្មួយចេញដើររកហាមដើរបកក្រោយលីហួរក៏បានចាក់ចេញពីផ្ទះពូលីដើម្បីដើររកនារីដែលស្អាតជាងគេដើម្បីបានដឹងរឿងរ៉ាវរបស់ពូលីលីហួរគេបានដើរដល់ផ្ទះនាមីងម្នាក់ដែលមានកូនស្រីសុទ្ធតែស្អាតស្អាតអាយ៉ាកូនស្រីរបស់នាមីងស្អាតណាស់ ក្មួយសរសើរមីងពេកហើយកូនស្រីមីងអ្នកណាក៏គេសរសើរថាស្អាតដែរហើយចុះក្មួយទៅណាមកណាដែរបាននាមីងខ្ញុំដើររកនារីណាដែលស្អាតជាងគេកូននាមីងស្អាតណាស់មិនដឹងជាខ្ញុំគួរជ្រើសយកមកធ្វើជាប្រពន្ធដែរឬក៏អត់នោះទេបើឲ្យមីងជាអ្នកជ្រើសរើសមីងក៏ពិបាកនឹងជ្រើសរើសយកម្នាក់ណាដែរបើកូនស្រីទាំងពីររបស់មីងសុទ្ធតែស្អាតបែបហ្នឹងខ្ញុំគិតតែចង់បានកូនពៅរបស់នាមីងព្រោះនាងមើលទៅស្អាតជាងគេ
មីងប្រាប់ក្មួយទៅចុះក្មួយឃើញកូនមីងស្អាតអញ្ចឹងណាក្មួយក៏ពេញចិត្តចង់បានតែនៅមានមនុស្សស្រីដែលស្អាតជាងនឹងទៀត នៅមានស្អាតជាងនឹងទៀតហ៎ហើយចុះនារីដែលស្អាតជាងកូនស្រីរបស់មីងតើពួកគេនៅណាទៅ អេបើតាមមីងដឹងគឺនៅខាងកើតផ្ទះមីងទៀតមានមនុស្សស្រីម្នាក់គេឈ្មោះសគុណធាជានារីដែលស្រស់ស្អាតម្នាក់ ចុះផ្ទះម្នាក់ដែលឈ្មោះសុគន្ធធាននោះនៅណាទៅនៅមីង ក្មួយដើរទៅខាងមុខប្រហែលជា100ម៉ែត្រគឺដល់ហើយ បានអរគុណច្រើនហើយនៅមីងអញ្ចឹងខ្ញុំទៅសិនហើយ អឺសង្ឃឹមថាក្មួយនឹងរកបាននារីដែលស្អាតជាងគេ លីហួរក្រោយពីបានដំណឹងថាសុគន្ធាជានារីដែលស្រស់ស្អាតគេក៏ដើរសម្ដៅទៅផ្ទះរបស់នាងភ្លាមសុគន្ធាជានារីម្នាក់ដែលចូលចិត្តដាំផ្កា គេថាបើចង់បានមេអំបៅមិនបាច់ទៅដើរចាប់ទេដាំផ្កាឲ្យតែបានច្រើនទៅនោះមិនខ្វះទេមេអំបៅ មិនទាន់ដើរដល់ផ្ទះអ្នកដាំផ្កាផងក៏បានធំក្លិនផ្កាពីចម្ងាយបាត់ទៅហើយសង្ស័យតែអ្នកដាំផ្កាក៏ស្អាតដូចផ្កាដែរហើយ ប្រហែលជាមេអំបៅមករកផ្កាឲ្យមើលទៅតែចម្លែកដល់ហើយផ្កាច្រើនចឹងនឹងមិនក៏មានមេអំបៅតែមួយអញ្ចឹង មកពីមេអំបៅផ្សេងទៀតសម្រស់មិនសង្ហាដូចមេអំបៅមួយនេះ តែលោកតាណាមកណាដែរ ខ្ញុំមករកមើលនាងនឹងណាព្រោះនាមីងម្នាក់នោះគាត់ថានាងជានារីដែលស្អាតជាងគេ អូយសរសើរខ្ញុំពេកហើយចាស់លោកមករកខ្ញុំធ្វើអីទៅ បានខ្ញុំរកមនុស្សស្រីដែលស្អាតជាងគេយកមកធ្វើជាគូអនាគតរបស់ខ្ញុំ គិតថាខ្ញុំជាមនុស្សស្រីដែលស្អាតជាងគេមែនលោកគិតខុសហើយនៅខាងមុខទៀតមានមនុស្សស្រីដែលស្អាតជាងខ្ញុំទៅទៀតណោះ អញ្ចឹងសុំនាងជួយបង្ហាញខ្ញុំបន្តិចទៅមើលថាតើគេម្នាក់នោះនៅឯណាដែរ អូសុំលោកដើរទៅខាងមុខទៀតទៅនឹងបានឃើញហើយ ខ្ញុំគិតថានាងស្អាតជាងគេទៅហើយតែមិននឹកស្មានថាមានអ្នកផ្សេងទៀតអញ្ចឹងសោះ ត្រឹមត្រូវហើយ បើអញ្ចឹងខ្ញុំសូមអរគុណហើយណាចាំថ្ងៃក្រោយជួបគ្នាទៀត ចាស់លោក ថាសុគន្ធាស្អាតទៅហើយស្រាប់តែពេលនេះបានឮថាមាននារីផ្សេងស្អាតជាងនាងទៅទៀតម៉ៃលីជាក្មួយស្រីរបស់ពួកម៉ាក់លីហួរ អំស្រីមិនក៏ពូលីហូអត់ទាន់មានប្រពន្ធអញ្ចឹងពូរបស់ខ្ញុំត្រូវជាពួកម៉ាក់របស់គាត់មានប្រពន្ធហើយកូនមីងគេរើសណាស់មិនដឹងថានារីណាទេទើបស័ក្តិសមជាមួយនឹងគេនោះមកពីគាត់រើសពេកអញ្ចឹងតាពូរបស់ខ្ញុំតែងតែនិយាយពីគាត់ជារឿយថាមិនដឹងថ្ងៃណាបានញ៉ាំការកូនប្រុសរបស់អំស្រីនោះទេមីងណែនាំគេពី3នាក់ហើយតែគេនៅតែមិនទាន់ពេញចិត្តទៀតចាឥឡូវគាត់ទៅណាហើយមិនក៏អត់ឃើញគាត់នៅផ្ទះអញ្ចឹងអូគេចេញទៅរកនារីដែលគេពេញចិត្តហើយឥឡូវនេះមិនដឹងជាទៅដល់ណាហើយទេចាំមើលតែគាត់អាចរកឃើញមនុស្សស្រីដែលគាត់ពេញចិត្តបានអត់មានតែចាំមើលឲ្យក្មួយ មីងវីនៅតែសង្ឃឹមចំពោះកូនប្រុសរបស់គាត់ថានឹងអាចរកបាននារីដែលគេចង់បាន ពូលីទៅណាមកណាបានចដាបញ្ញាប់ម៉េច អូក្មួយវិសាលខានជួបក្មួយយូរហើយតើឯងសុខសប្បាយដែរទេ បាទសុខសប្បាយទេពូហើយចុះលោកពូទៅណាដែរ ណែពូចង់សួរបន្តិចតើឯងមានដឹងទេថាតើមនុស្សស្រីដែលស្អាតជាងគេនៅណាដែរ អូយនៅក្នុងភូមិនេះទៅខ្វះអីពូមើលតែផ្ទះណាមានកូនស្រីពូដើរចូលទៅនឹងបានជួបហើយ អូបើអញ្ចឹងពូអរគុណហើយណា ហើយចុះតើពូរកនារីណាដែលស្អាតជាងគេធ្វើអីដែរ គឺពូចង់រកនារីដែលស្អាតជាងគេយកមកធ្វើជាគូអនាគតរបស់ពូនឹងណា អូបើអញ្ចឹងពូដើរទៅខាងមុខទៅពូដឹងតែបានជួបហើយ អូបើអញ្ចឹងពូអរគុណហើយណាពូទៅសិនហើយ បាទបើអញ្ចឹងពូដើររកបន្តទៀតទៅជូនពរពូឲ្យបានជួបនារីដែលពូចង់បាន លីហួរពិតជាតស៊ូពិតមែនរកមើលពីមួយទៅមួយមិនឈប់លីហួរដើររកជាហោហែក៏បានមកដល់ផ្ទះមីណាដែលជាពួកម៉ាក់របស់គេមីណាមិនមែនហ្នឹង លីហួរគឺខ្ញុំនឹងហើយហេតុអីបានជាលីហួរឯងស្គាល់ផ្ទះខ្ញុំ
ខ្ញុំបានដើរសួរអ្នកភូមិហើយគេប្រាប់ថាផ្ទះមីណាឯងនៅទីនេះ ហើយលីហួរឯងបាយទឹកហើយនៅពួកយើងខានជួបគ្នាយូរហើយលីហួរឯងនៅតែសង្ហាតដែរ អរគុណហើយដែលបានសរសើរហើយចុះប្តីរបស់មីណាឯងគេតាណាបាត់ហើយមិនបានជាមិនឃើញគេនៅផ្ទះអញ្ចឹង គាត់បានទៅធ្វើការហើយតតែល្ងាញទៅគាត់ត្រឡប់មកវិញ មិនសរសើរមិនបានទេសូម្បីតែថ្ងៃអាទិត្យក៏គេទៅធ្វើការដែរ ហើយមិនដឹងจะធ្វើយ៉ាងម៉េចទេបើយើងនៅតែអត់មានតែខំអញ្ចឹងហើយយ៉ាងម៉េចហើយរឿងស្នេហាមានពេញចិត្តនឹងអ្នកណាម្នាក់ហើយនៅ រឿងស្នេហាចប់ហើយមកដល់ថ្ងៃនេះទៅហើយនៅតែរកមិនទាន់បានទៀត លីហួរឯងសាក់ដារកមើលទៅក្រែងលោបានមួយនឹងគេ ណែនិយាយអញ្ចឹងលើគេនិយាយថានៅម្ដុំហ្នឹងមាននារីស្អាតស្អាតជាច្រើនតើពិតមែនដែរទេ ពិតមែនហើយនៅទីនេះជាភូមិស្រីស្អាតហើយ អូល្អណាស់ ដារកមើលទៅក្រែងលរកបានម្នាក់ដែលលីហួរឯងពេញចិត្ត មីណាឯងជួយប្រាប់ខ្ញុំបន្តិចមើលតើផ្ទះណាមួយដែលមីណាឯងគិតថាមានកូនស្រីស្អាត លីហួរឯងដើរទៅមុខបន្តិចទៀតទៅគឺបានជួបមីងម្នាក់ឈ្មោះថាមីនៀតហើយគាត់ជាអ្នកលក់ត្រីនិងលក់បន្លែផ្លែឈើផងដែរ អរគុណច្រើនហើយមីណាអញ្ចឹងខ្ញុំទៅសិនហើយណា ចា ក្រោយពីមីណាប្រាប់រួចមកលីហួរក៏បានទៅរកមីងនៀតមីងនៀតជាអ្នកលក់ត្រីនិងបន្លែផ្លែឈើដើម្បីចិញ្ចឹមជីវិត ហើយថ្ងៃនេះស្ងាត់អីក៏ស្ងាត់ភ្នៀវម្លេះទេណោះ ណាមីងជំរាបសួរណាមីងមានដឹងថាផ្ទះមីងនៀតនៅណាដែរទេ គឺមីងនឹងហើយចុះក្មួយរកមីងមានការអីមែន បាទណាមីងណែមិញហ្នឹងមិត្តភ័ក្តិរបស់ខ្ញុំបានប្រាប់ថាផ្ទះរបស់ណាមីងមានកូនស្រីស្អាតតើពិតមែនដែរទេណាមីង បើនិយាយពីកូនមីងមាន3នាក់ម្នាក់ណាក៏ស្អាតដែរសំខាន់ទៅលើក្មួយឯងពេញចិត្តតើ ចុះក្នុងចំណោមកូនស្រីរបស់ណាមីងទាំង3តើម្នាក់ណាដែលស្អាតជាងគេទៅ បើឲ្យនិយាយថាតើកូនណាម្នាក់ដែលស្អាតជាងគេមីងមិនអាចឆ្លើយបានទេ ពិតមែនហើយបើកូនណាមីងទាំងអស់សុទ្ធតែស្អាតបែបហ្នឹងតើខ្ញុំគួរតែជ្រើសយកម្នាក់ណាទៅ តើក្មួយរកនារីម្នាក់ដែលស្អាតធ្វើអី ខ្ញុំចង់រកនារីណាដែលស្អាតជាងគេដើម្បីយកមកធ្វើជាគូអនាគតរបស់ខ្ញុំ បើក្មួយចង់បានកូនមីងទាំង3នៅទំនេរតើបើក្មួយពេញចិត្តអ្នកណាម្នាក់ក្មួយជ្រើសរើសម្នាក់នឹងទៅ បានណាមីងខ្ញុំអរគុណហើយតែប៉ុណ្ណេះខ្ញុំរកបាននារីដែលស្អាតជាងគេហើយ អើយក្មួយថាកូនមីងទាំង3នាក់ទៅវាស្អាតនៅមានកូនគេចុងភូមិណោស្អាតជាងកូនមីងទៀត មានស្អាតជាងកូនមីងទៀតហ៎បើអញ្ចឹងខ្ញុំទៅរកមើលសិនហើយ ក្មួយទៅរកចុះ បានអរគុណច្រើនណាមីងលីហួរគិតថាជ្រើសយកកូនមីងនៀតទៅហើយតែដល់ពេលឮថាកូនគេនៅចុងភូមិស្អាតជាងទៀតគេក៏ទៅយ៉ាងលឿនតែម្ដងងាកមកវិសាលឯនេះវិញបានមកជួបមីងវីព្រោះមានរបស់ដែលផ្ញើឲ្យ អ៊ំស្រីលោកប៉ារបស់ខ្ញុំបានផ្ញើសាច់ជ្រូក1គីឡូមកឲ្យអ៊ំស្រីហើយប៉ារបស់ក្មួយឲ្យអ៊ំមកធ្វើអីដោយសារតែថ្ងៃមុនអ៊ំបានជួយមើលកន្លែងលក់សាច់ជ្រូកឲ្យប៉ារបស់ខ្ញុំថ្ងៃមុនការដែលប៉ារបស់ក្មួយប្រញាប់ទៅផ្ទះហើយពឹងឲ្យអ៊ំនៅលក់សាច់ជ្រូកឲ្យនឹងមែនបាទអ៊ំអញ្ចឹងហើយគាត់បានប្រើឲ្យខ្ញុំនេះយកសាច់ជ្រូកមកជូនអ៊ំទុកជាការអរគុណបើអញ្ចឹងផ្ដាំទៅប្រាប់ប៉ាក្មួយផងថាអ៊ំអរគុណហើយបាទអ៊ំហើយចុះពូលីហួរក៏ទៅណាហើយអ៊ំគេទៅក្រៅផ្ទះបាត់ហើយមិនទាន់មកវិញទេពួកម៉ាក់របស់គាត់ផ្ដាំប្រាប់ឲ្យខ្ញុំឲ្យមកប្រាប់គាត់ទៅផ្ទះពូផល្លាផងហើយចុះផល្លាគេរកលីហួរធ្វើអីដែរបាទអ៊ំដោយសារតែថ្ងៃហ្នឹងផ្ទះគាត់ជប់លៀងក៏ចង់ហៅឲ្យពូលីហួរទៅចូលរួមដែរមិនអីទេចាំមើលពេលគេត្រឡប់មកវិញចាំអ៊ំប្រាប់គេឲ្យបាទអ៊ំបើអញ្ចឹងខ្ញុំលាអ៊ំទៅផ្ទះខ្ញុំសិនហើយអ៊ំទៅចុះក្មួយមីណាតើលីហួរគេរកអ្នកដែលគេពេញចិត្តបានហើយនៅតែខ្ញុំឃើញគេដើរចេញពីផ្ទះមួយទៅផ្ទះមួយប្រហែលជាគេរកមិនទាន់បានទេមើលទៅ
ប្រហែលជាអញ្ចឹងហើយមីងណាខំណែនាំកូនស្រីទាំង3របស់មីងឲ្យគេដែរដំបូងគេថាពេញចិត្តដល់តែមីងប្រាប់ថាមានអ្នកផ្សេងទៀតស្អាតជាងកូនមីងទៅទៀតគេក៏ដូរចិត្តភ្លាមតែម្ដងខ្ញុំមិនដឹងថាគេរកបានហើយនៅទេគេរកនារីដែលស្អាតជាងគេតើនារីណាទៅដែលស្អាតជាងគេព្រោះនៅក្នុងភូមិយើងណាមិនដែលមានគេធ្វើចំណាត់ថ្នាក់ផងហ្នឹងត្រូវហើយក្មួយចាំមើលតើនារីដែលស្អាតជាងគេនោះមានមុខមាត់យ៉ាងម៉េចទៅក្រោយពេលដែលរកនារីដែលស្អាតជាងគេមួយរយៈមកលីហួរមិនទាន់រកបាននរណាដែលខ្លួនពេញចិត្តនៅឡើយទេខ្ញុំរកយូរហើយរកមិនទាន់ឃើញទៀតពូលីហួរយ៉ាងម៉េចហើយរកបាននារីដែលពូពេញចិត្តបានហើយនៅទេក្មួយអើយមិនដឹងសម្រាប់ចាត់ថាអ្នកណាដែលស្អាតជាងគេនោះទេព្រោះនារីដែលពូបានជួបសុទ្ធតែស្អាតទាំងអស់ហ្នឹងអូយពិតមែនហើយពូបើឲ្យខ្ញុំសម្រេចថាអ្នកណាមួយស្អាតក៏ពិបាកដែរមិនដឹងរកនារីដែលស្អាតជាងគេនៅណាទេពូសាកដើរទៅភូមិផ្សេងទៀតមើលក្រែងលោកបានឃើញហ្នឹងហើយមានតែអញ្ចឹងទេពូទៅសិនហើយបាទពូខ្ញុំសង្ឃឹមថាពូនឹងរកបានណាពូលីហួរនៅតែបន្តរកទៀតទោះបីជាគេបានជួបនារីអស់ជាច្រើនអ្នកហើយក៏ដោយក្រោយរកមួយរយៈមកលីហួរក៏បានដើរត្រឡប់មកផ្ទះវិញហើយក៏បានជួបពូលីយ៉ាងម៉េចទៅហើយក្មួយលីហួររកឃើញនារីដែលស្អាតជាងគេហើយនៅខ្ញុំបានដើររកហើយតែរកមិនបានទាល់តែសោះរកមិនបានឬក៏ក្មួយមិនដើររកបានជារកមិនឃើញមិនមែនអញ្ចឹងទេលោកពូខ្ញុំបានដើររកសឹងគ្រប់ភូមិទៅហើយឃើញថានារីណាក៏ស្អាតដែរបើស្អាតហើយមិនក៏ក្មួយរកមិនទាន់បានទៀតពិតមែនហើយលោកពូខ្ញុំបានឃើញនារីម្នាក់នោះស្អាតតែគេថាមានអ្នកផ្សេងស្អាតជាងគេទៅទៀតចុះដែលក្មួយទៅរកនារីនៅផ្ទះផ្សេងទៀតនោះតើបានដែរទេពេលដែលខ្ញុំបានដើរចូលដល់ផ្ទះទី2ក៏បានឃើញថានារីនោះពិតជាស្អាតមែនខ្ញុំក៏សុំស្រឡាញ់នាងតែគេនិយាយថានៅមាននារីដែលស្អាតជាងគេទៅទៀតហើយក្មួយក៏បន្តដំណើរទៅរកនៅកន្លែងផ្សេងទៀតមែនដែរទេពិតមែនហើយលោកពូខ្ញុំក៏បន្តដំណើរបែបនេះរហូតហើយឥឡូវនេះរកមិនបានសូម្បីតែម្នាក់នោះហើយជាមូលហេតុរបស់ពូដែលមកដល់ពេលនេះទៅហើយនៅតែគ្មានប្រពន្ធទៀតបានន័យថាម៉េចវិញទៅលោកពូជួយបកស្រាយឲ្យខ្ញុំបានយល់ផងបើយើងស្រឡាញ់អ្នកណាម្នាក់មិនចាំបាច់តល់តែអ្នកនោះមានគ្រប់10ហើយល្អឥតខ្ចោះជាងគេនោះទេព្រោះបើស្រីម្នាក់នឹងស្អាតគង់នៅមានអ្នកផ្សេងស្អាតជាងនឹងទៅទៀតពិតមែនហើយលោកពូចុះលោកពូរហូតមកដល់ពេលនេះនៅតែមិនទាន់មានប្រពន្ធតើមកពីមូលហេតុអីទៅព្រោះតែពូរើសពេកពីដំបូងពូគិតថាម្នាក់នឹងហើយដែលស័ក្តិសមនឹងពូតែដល់ពេលជួបអ្នកផ្សេងទៀតក៏គិតថាគេនោះទើបស្អាតជាងហើយក៏បន្តបែបនេះរហូតទៅអូតាមពិតគឺបែបនឹងសោះនេះសង្ស័យមកពីខ្ញុំរើសពេកហើយបានជារកអ្នកដែលពេញចិត្តម្នាក់ក៏មិនបាននោះពិតមែនហើយក្មួយនៅក្មេងបើថាល្មមអាចត្រូវចិត្តហើយជ្រើសយកទៅព្រោះមនុស្សវាតែងតែមានចំណុចខ្វះខាតខ្លះវាមិនល្អទាំងអស់នោះទេបាទលោកពូក្មួយយល់ហើយអញ្ចឹងអរគុណចំពោះការទូន្មានរបស់លោកពូណាសង្ឃឹមថាក្មួយនឹងអាចរកបានមនុស្សស្រីម្នាក់ដែលក្មួយពេញចិត្តទៅចុះណាបានអញ្ចឹងខ្ញុំសូមលាលោកពូសិនហើយទៅចុះក្មួយយ៉ាងម៉េចហើយកូនប្រុសតើនារីដែលស្អាតជាងគេនោះតើកូនរកបានហើយនៅទេអ្នកម៉ែបើមនុស្សស្រីដែលខ្ញុំបានជួបសុទ្ធតែស្អាតទាំងអស់អញ្ចឹងអូយកូនប្រុសហើយបើកូនស្រឡាញ់រកតែសម្រស់ស្អាតនោះកូននឹងរកមិនឃើញរហូតអស់មួយជីវិតរកមើលល្មមដែលអាចរស់នៅជាមួយកូនតទៅថ្ងៃអនាគតបានកូនទទួលយកទៅបានអ្នកម៉ែមកពីកាលមុនកូនបានគិតខុសអញ្ចឹងហើយបានជាកូនរកមនុស្សស្រីដែលកូនស្រឡាញ់មិនបាន
ពិតមែនហើយកូនមនុស្សដែលល្អមិនអាស្រ័យទៅលើសម្ផស្សខាងក្រៅនោះទេ កូនបានគិតថាមាននារីម្នាក់ដែលស័ក្តិសមនឹងកូនហើយ ហើយចុះនារីម្នាក់នោះគេជាអ្នកណាដែរកូន បាទម៉ែគេនោះឈ្មោះថាសុគន្ធាអត្តចរិតអកប្បកិរិយាល្អស្លូតបូតរំទុំមានភាពថ្លៃថ្នូរ ម៉ែក៏ចង់ណែនាំគន្ធាឲ្យកូនដែរព្រោះគេជាមនុស្សល្អកម្ររកបាន បាទម៉ែទីបំផុតមនុស្សស្រីដែលលីហួររើសយកមកធ្វើជាគូអនាគតនោះគឺសុគន្ធា បងលីហួរតើមនុស្សស្រីដែលស្អាតជាងគេក្នុងโลกនេះគឺជាអ្នកណាគេទៅ មនុស្សស្រីដែលស្អាតជាងគេនៅក្នុងโลกនេះប្រហែលជាគ្មានទេតែមនុស្សស្រីដែលស្អាតជាងគេសម្រាប់បងគឺមានតែអូនម្នាក់ប៉ុណ្ណោះ អូ ចាប់តាំងពីពេលនោះមកលីហួរនិងសុគន្ធាក៏បានរួមរស់នៅជាមួយគ្នារហូតដល់ជីវិតចុងក្រោយចប់ដោយបរិបូរណ៍សូមអរគុណ